បាទសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះសម្រាប់អ្នកនរគ្នាដែរចូលចិត្តប្រើប្រាស់នៅទូរស័ព្ទដៃពាក់ព័ន្ធនឹងការចាក់បទចម្រៀងក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរយើងនៅខាងមុខនេះបាទក្នុងវីដេអូនេះអ្នកនរគ្នាអាចមើលទៅបាទជាក់ស្ដែងឃើញពីលូនអញ្ចឹងណាអ្នកនរគ្នាគោលបំណងរបស់ខ្ញុំគឺចង់បង្ហាញពាក់ព័ន្ធទៅនឹងការបិទ notification ពាក់ព័ន្ធនឹង app មួយចំនួនអ្នកនរគ្នាកំពុងតែប្រើប្រាស់បច្ចុប្បន្នបាទយើងគិតថាពេលដែលចូលឆ្នាំវាមានការឈប់សម្រាកទាំងអស់គ្នាប៉ុន្តែមានអ្នកខ្លះគាត់នៅធ្វើការនៅក្នុង group យើងដែរអញ្ចឹងណាអញ្ចឹងយើងប្រើទូរស័ព្ទដើម្បីចាក់បទចម្រៀងកុំឲ្យវាមានភាពអញ្ញាញ៉ៃឬតែងតើងជាទូទៅយើង connect ជាមួយនឹង Bluetooth បាសអីវាលូតទៅមករំខានអារម្មណ៍យើងកំពុងតែសប្បាយអញ្ចឹងណាអញ្ចឹងមុខងារនេះខ្ញុំបង្ហាញអ្នកគ្នាឲ្យបិទបាទដើម្បីបិទបានអ្នកគ្នាចូលទៅក្នុង setting សម្រាប់ iPhone បាទចូលក្នុង setting បន្តទៀតអ្នកគ្នាអូសចុះក្រោមរកពាក្យ notification បាទបន្តទៀតអ្នកគ្នាអូសមកទៀតអញ្ចឹងវាមាននេះខ្លះសម្រាប់អ្នកគ្នាដែលធ្វើការវាច្រើនវាមាន Facebook Instagram មាន chat បាទមាន Telegram ទៅអញ្ចឹងខ្ញុំសូមឲ្យអ្នកគ្នាចុចនេះគេថា message ចុចមកបិទអញ្ចឹងមកដើម្បីកុំឲ្យមានការរំខានពេលយើងចាក់ភ្លេងស្ដាប់ណាបាទហើយទៀតបាទនេះ Telegram បិទភ្លើងមកបាទអញ្ចឹងយើងមានអ្នកធ្វើការមានអ្នកសម្រាកអញ្ចឹងគាត់ចារីការចូលគ្រប់មកវាលន់ទៅរំខានដល់ការសប្បាយរបស់យើងពេលខ្លះយើងយកអារម្មណ៍មួយហ្នឹងគឺដោយដូរទូរស័ព្ទខ្ញុំម្ដងទូរស័ព្ទខ្ញុំគ្មានឮសំឡេងរំខានទៅបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ការដែលបង្ហាញអ្នកនរគ្នាមុននឹងចូលឆ្នាំមកដល់បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត